EP ទី1គឺជូនបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវតែអង្គុយចាកត់នៅចំណុចខ្សោយរបស់ខ្លួនឯងឲ្យអស់សូម្បីតែរឿងហ្នឹងបងប្អូនគិតថាវាតិចតួចវាបន្តិចសម្រាប់បងប្អូនក៏បងប្អូនត្រូវកត់ចូលដែរព្រោះដើម្បីអីដើម្បីយើងយកវាមកកែខៃកុំឲ្យវានៅបន្តហើយคล้ายជាចំណុចខ្សោយតទៅទៀតគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូចែករំលែករបស់នាងខ្ញុំចាបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនឹងស្រាយចម្ងល់ថាហេតុអ្វីបានជាមនុស្សយើងម្នាក់ចាំបាច់ត្រូវតែស្វែងរកខ្លួនឯងឲ្យឃើញកលឹះក្នុងការស្វែងរកខ្លួនឯងឲ្យឃើញគឺងាយទេបងប្អូនទាំងអស់គ្នាសំខាន់បងប្អូនទាំងអស់គ្នាបានគិតបានអនុវត្តហើយបានធ្វើសកម្មភាពបងប្អូនទាំងអស់គ្នាហេតុអ្វីបានជាបងប្អូនទាំងអស់គ្នាធ្វើអ្វីហាក់ដូចជាមិនសូវជាមានកម្លាំងពេញចេញពីខាងក្នុងមកប្រកាសថាបងប្អូនទាំងអស់គ្នាថាទៅខ្ញុំមិនមែនជាវីគ្មិនឬក៏អ្នកដែលមានបទពិសោធន៍ជ្រៅជ្រះជាមួយទៅនឹងដំណើរជីវិតមួយនេះទេប៉ុន្តែវាជាកលឹះដែលខ្ញុំបានឆ្លងកាត់នៅចំណុចទាំងអស់នេះអញ្ចឹងមុននឹងចែករំលែកទៅដល់ចំណុចទាំងអស់ហ្នឹងចាបងប្អូនទាំងអស់គ្នាសូមណែនាំបងប្អូនទាំងអស់គ្នាបងប្អូនដែលកំពុងតែជួបជាមួយទៅនឹងបញ្ហាមុខមុនមុខជាំចាមុខអាចរយបងប្អូនទាំងអស់គ្នាអាចសាកល្បងមកប្រើជាមួយទៅនឹងលេពីខាង P brand របស់យើងបងប្អូនទាំងអស់គ្នានេះគឺជាសាច់លេពីខាង P brand បងប្អូនទាំងអស់គ្នាក៏អាចតលេខទៅមើលនៅខាងក្រោយនាងខ្ញុំអញ្ចឹងពីខាង P brand របស់យើងទៅគឺយើងមានការកត់គង់ជាមួយទៅនឹងលេចាបងប្អូនដែលចង់ចាសាងចំណូលចង់ឲ្យខ្លួនឯងមានចំណូលចង់ឲ្យខ្លួនឯងមានអាជីពមុខរបរមួយដែលអាចយឹតយងខ្លួនឯងបានហើយឲ្យខ្លួនឯងកាន់តែរឹងមាំបងប្អូនអាចចូលមកណាខាង P brand នឹងធ្វើការណែនាំបងប្អូនទាំងអស់គ្នាពីកលឹះក្នុងការលក់ថាតើបងប្អូនទាំងអស់គ្នាគួរចាប់ផ្ដើមពីចំណុចណាអញ្ចឹងកុំភ្លេចណា inbox ឥឡូវចង់មានចំណូលចង់ឲ្យខ្លួនឯងរឹងមាំចង់ឲ្យខ្លួនឯងមានទឹកមាត់ប្រៃចង់ឲ្យខ្លួនឯងចាមានមនុស្សគោរពស្រឡាញ់ហើយចូលចិត្តចាបងប្អូនត្រូវចាំថានៅពេលដែលយើងមានលុយចាយើងធ្វើអីក៏មានឥទ្ធិពលដែរតែនៅពេលដែលបងប្អូនទាំងអស់គ្នាអត់មានចាលុយទឹកមាត់របស់បងប្អូនសាបជាងទឹកទៀតហេតុអីចាពីព្រោះតែតាមពិតមិនមែនលុយគឺជាចំណុចទី1ដែលមនុស្សគ្រប់គ្នាត្រូវតែគិតទេប៉ុន្តែវាជារឿងមួយជាកលឹះមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាចាដើរឈានទៅរកគោលដៅបានក៏ព្រោះតែលុយបងប្អូនសាកសម័យមើលថាតើយើងធ្វើអីអត់មានដើមទុនសោះត្រូវតែមានត្រូវទេបងប្អូនទាំងអស់គ្នាអញ្ចឹងមកចាប់ផ្ដើមជាមួយនឹង P brand យើងរួមសាងទៅជាមួយនឹងគ្នាហើយយើងនឹងប្របែកកលឹះថាតើយើងគួរធ្វើយ៉ាងណាចាដើម្បីឲ្យចាបងប្អូនមានចំណូល P brand មានអតិជនច្រើនហើយយើងរីកចម្រើនទៅមុខទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាបងប្អូនដែលចង់ចូលជាតំណាងចែកចាយរបស់ P brand ចាចង់ចែកចាយជាមួយនឹងលេពីខាង P brand គឺជាលេដែលមានគុណភាពចាអតិជនដែលបានប្រើហើយគឺធ្វើឲ្យផ្ទៃមុខស្បែកមុខរបស់អតិជនចារលោងស្មូតស្អាតអញ្ចឹងបងប្អូនកុំភ្លេចមកប្រើប្រាស់ហើយក៏មកលក់ជាមួយទៅនឹងលេពីខាង P brand តែយើងចូលទៅលើប្រធានបទរបស់យើងវិញបងប្អូនទាំងអស់គ្នានៅពេលដែលខ្លួនឯងធ្លាក់ដល់ចំណុចមួយដែលពិបាកបំផុតបងប្អូនវីវល់បងប្អូនអត់ដឹងថាត្រូវធ្វើអីបងប្អូនអត់ដឹងថាត្រូវគិតដើរទៅផ្លូវណាប៉ុន្តែវិធីដែលអាចជួយស្រោចស្រង់បងប្អូនទាំងអស់គ្នាបានចានៅក្នុងคลิปវីដេអូនេះគឺខ្លីៗជូនដល់បងប្អូនទាំងអស់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាមានសភៅទេត្រូវទេបងប្អូនទាំងអស់គ្នាមានសភៅចាបងប្អូនទាញយកសភៅរបស់បងប្អូនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាមានសភៅបងប្អូនទាំងអស់គ្នាមានប៊ិចចាបងប្អូនទាំងអស់គ្នាមានប៊ិចនេះគឺជាប៊ិចចឹងបងប្អូនទាំងអស់គ្នាយកសភៅហើយនឹងប៊ិចហើយបងប្អូនទាំងអស់គ្នាទៅអង្គុយទីកន្លែងណាមួយដែលបងប្អូនគិតថាធ្វើឲ្យចិត្តរបស់បងប្អូនទាំងអស់គ្នាស្ងប់ធ្វើឲ្យចិត្តរបស់បងប្អូនទាំងអស់គ្នាអាចគិតឃើញគ្រប់យ៉ាងអញ្ចឹងបងប្អូនអង្គុយហើយបងប្អូនគិតនៅចំណុចទាំងអស់ហ្នឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងថាបងប្អូនទាំងអស់គ្នាមានចំណុចខ្លាំងចានៅកន្លែងណាឬក៏យើងគួរចាប់ផ្ដើមចេញពីកន្លែងណាអញ្ចឹងការចែកម្លែករបស់ខ្ញុំនៅថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកពីចំណុចដែលបងប្អូនត្រូវគិតមុនគេនោះគឺចំណុចខ្សោយរបស់ខ្លួនឯងហេតុអីបានជាយើងត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនឯងបងប្អូនការដឹងពីចំណុចខ្សោយរបស់ខ្លួនឯងគឺមិនមែនអត់ប្រយោជន៍ទេសួរថាតើវាចាំបាច់ទេដែលត្រូវតែដឹងពីចំណុចខ្សោយរបស់ខ្លួនឯងប្រកាសគឺវាចាំបាច់នៅពេលដែលយើងអង្គុយគិតយើងនឹងដឹងថាតើយើងធ្លាប់ខុសអីអតីតខុសអីតែអ្វីដែលយើងត្រូវធ្វើទៅក្នុងពេលអនាគតគឺអីហើយអ្វីដែលយើងត្រូវធ្វើក្នុងពេលបច្ចុប្បន្នតែយើងគួរកែចំណុចណាខ្លះអញ្ចឹងបងប្អូនទៅសេមកបងប្អូនមានឧទាហរណ៍ថាចំណុចខ្សោយរបស់បងប្អូនទាំងអស់គ្នាឬក៏របស់ខ្ញុំណាទី1លះជឿអ្នកដតីខ្លាំងពេកក៏ធ្វើឲ្យបងប្អូនងាយក្នុងការស្លងទៅលើរឿងអីមួយដែរចាទី2សម្រាប់ចិត្តលឿនពេកដោយអត់បានគិតគ្រប់ជ្រុងជ្រោយដោយសារបងប្អូនធ្លាប់ខុសនៅចំណុចណាមួយអីចឹងទៅទី3ចាFacebook ភ្លេចខ្លួនអញ្ចឹងបាត់បង់ការងារសកម្មភាពចាផែនការដែលត្រូវធ្វើជាប្រចាំអីចឹងទៅចាហ្នឹងហើយ
mua maiច្រើនអាហ្នឹងក៏ជាចំណុចខ្សោយរបស់បងប្អូនទាំងអស់គ្នាដែរបងប្អូនមិនងាយក្នុងការទប់កំហឹងផ្សេងណាអត់ចាស់ទប់កំហឹងអត់បានឲ្យតែខឹងឲ្យតែប៉ះបន្តិចទៅប៉ះបន្តិចទៅណាអាហ្នឹងក៏ជាចំណុចខ្សោយដែរអញ្ចឹងបងប្អូនសរសេរចូលមកទាំងអស់មកបងប្អូនមានប្រមាណចំណុចបងប្អូនសរសេរចូលមកទាំងអស់ហើយវាពិតជាសំខាន់នៅពេលដែលបងប្អូនបានសរសេរហើយបានឃើញថាចំណុចកន្លែងហ្នឹងគឺបងប្អូនទាំងអស់គ្នាជាចំណុចខ្សោយបងប្អូនទាំងអស់គ្នាត្រូវកែអញ្ចឹងបើសិនជាមានចំណុចទាំងអស់ហ្នឹងកើតឡើងជាមួយនឹងបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវធ្វើសកម្មភាពឲ្យកែវាជាបន្តណាបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្លីៗចា EP ទី1គឺជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវតែអង្គុយចាកត់នៅចំណុចខ្សោយរបស់ខ្លួនឯងឲ្យអស់សូម្បីតែរឿងហ្នឹងបងប្អូនគាត់ថាវាតិចតួចវាបន្តិចសម្រាប់បងប្អូនក៏បងប្អូនត្រូវកត់ចូលដែរព្រោះដើម្បីអីដើម្បីយើងយកវាមកកែខៃកុំឲ្យវានៅបន្តហើយคล้ายជាចំណុចខ្សោយតទៅទៀតអូខេបើគិតថាវីដេអូនេះមានប្រយោជន៍ចាកុំភ្លេចចែកម្លែកអូខេអរគុណ